ក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីចំណុចសំខាន់មួយចំនួននៅពេលដែលអ្នកទាំងគ្នាបង្កើតតារាងបាទហើយដំបូងគឺយើងបង្កើតវាដោយរបៀបណាហើយយើងប្រើប្រាស់វាបានរបៀបណាខ្លះបាទអញ្ចឹងអ្នកទាំងគ្នាតាមដានវីដេអូនេះបានបាទដើម្បីបង្កើតតារាងអ្នកទាំងគ្នាចូល insert មកហើយអ្នកទាំងគ្នាយកកន្លែង table ហើយកន្លែងនេះគឺជាកន្លែងដែលយើងចង់ select ជួយឈរជួយដេកបាទអ្នកទាំងគ្នាអាច select direct អញ្ចឹងយកមកក៏បានដែរបាទប៉ុន្តែដើម្បីវាចំនួនជាក់លាក់អ្នកទាំងគ្នាអាចចូល insert table នៅខាងក្រោមចឹងពេល insert table ហើយកន្លែងនេះគឺជាកន្លែងដែលអ្នកទាំងគ្នាទៅវាយជួយឈរជួយដេកបាទឧទាហរណ៍ថាខ្ញុំវាយជួយឈរ4បាទជួយដេក3ចឹងទៅបាទខាងលើ number of column គឺជួយឈរហើយខាងក្រោម number of row គឺជាជួរដេកបាទខ្ញុំវាយ3ចឹងទៅឧទាហរណ៍ទេហើយចុច OK មកហ្នឹងហើយអញ្ចឹងអ្នកទាំងគ្នានឹងបានតារាងមួយឃើញទេហើយមួយទៀតអ្នកទាំងគ្នាអាចប្រិចព្រមវាបានបាទចុចកន្លែងនេះកន្លែងប្រអប់ខាងក្រោមជ្រុងហ្នឹងបាទយើងទាញចង់ប្រិចព្រមវាបានណាបាទអ្នកទាំងគ្នាអាចចង់ប្រិចព្រមវាប្រិចបានឃើញទេបាទចង់ប្រិចវាទាញទៅឆ្វេងទៅស្ដាំទៅលើទៅក្រោមអញ្ចឹងបាទខ្ញុំទាញអញ្ចឹងទៅហើយអ្នកអូតូអ្នកទាំងគ្នាចង់ថែមជួយឈរជួយដេកបាទខ្ញុំចង់ថែមជួរដេកចុចកន្លែងសញ្ញាបូកនេះបាទចុចកន្លែងសញ្ញាបូកហ្នឹងមកយើងថែមជួរដេកមួយទៀតហើយបាទទៅតាមតម្រូវការជាក់ស្ដែងជួយឈរដូចគ្នាបាទឆ្អល់កន្លែងជ្រុងហ្នឹងមកមានសញ្ញាបូកបាទចង់ថែមជួយឈរចុចសញ្ញាបូកហ្នឹងមកបានជួយឈរមួយទៀតហើយឃើញទេបាទអញ្ចឹងយើងទៅតាមតម្រូវការជាក់ស្ដែងមួយទៀតតកតងទៅនឹងការដាក់ពណ៌បាទដើម្បីដាក់ពណ៌អ្នកទាំងគ្នា select មក select លើវាទាំងអស់ចឹងមកហើយចូលកន្លែង table design ខាងលើនេះហើយយកពាក្យ shading បាទ shading នេះគឺជាកន្លែងដែលយើងត្រូវដាក់ពណ៌ណាបាទអ្នកទាំងគ្នាចង់ដាក់ពណ៌មួយណាបាទពេញចិត្តពណ៌មួយណាដាក់ពណ៌មួយនឹងទៅខ្ញុំដាក់ពណ៌មួយនេះជាឧទាហរណ៍អូខេអញ្ចឹងរបៀបដាក់ពណ៌ហើយឥឡូវចូលដល់ការ merge cell បាទដើម្បី merge cell អ្នកទាំងគ្នា select មកឥឡូវខ្ញុំចង់ merge ពីរនេះបាទចង់ merge select ពីរប្រអប់ហ្នឹងមកហើយយើងចូលកន្លែង table layout ហើយចូលកន្លែង merge cell ខាងលើនេះបាទអញ្ចឹង merge ទៅវាផ្ដាច់វាទៅជាមកខ្លាយទៅជាមួយប្រអប់ហើយបាទខាងនេះដូចគ្នាខ្ញុំចង់ merge ទៀតចូលកន្លែង merge cell ទៀតមកឃើញទេអញ្ចឹងវាផ្ដាច់វាទៅជាមកប្រអប់ហើយមួយទៀតអ្នកទាំងនេះចង់ដាក់ជាលេខរៀងបាទចង់ដាក់ជាលេខរៀងអ្នកទាំងនេះ select ពីលើចុះក្រោមមកហើយចូលកន្លែង home ចូលកន្លែង home ចូលកន្លែងនេះ numbering នេះបាទចូលកន្លែង numbering នេះអ្នកទាំងនេះអាចដាក់ជាលេខរៀងបានណាខ្ញុំដាក់លេខ1លេខ2អញ្ចឹងទៅបាទតែអក្សរវាគឺអត់នៅកណ្ដាលទេវានៅចំហៀងអញ្ចឹងចុច select all ចុចកន្លែងសញ្ញាបូក1ហើយចូលកន្លែង table layout នេះមកហើយចុច center នេះបាទចុច center ហ្នឹងទៅវានៅកណ្ដាលហើយឃើញទេបាទអញ្ចឹងវាចេញទម្រង់ស្អាតចង់តឡើងទំហំអក្សរក៏បានធំតូចយកតាមជាក់ស្ដែងបាទហើយមួយទៀតតកតងទៅនឹងបាទការ copy អ្នកនរគ្នាមានតារាងមួយចង់ copy មួយទៀតក៏បានដែរចុចកន្លែងសញ្ញាបូកនេះមកហើយចុច copy កន្លែងនេះបាទ copy ឲ្យអាច paste វានៅខាងក្រោមបានឧទាហរណ៍យើងចង់បាន